ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំកំពុងតែរៀបចំឈុតនៃ game X9 Pro ដែលពណ៌វាគឺជាពណ៌មិចពីរនេះបងប្អូនណាពណ៌មិចពីរនេះពណ៌ក្រូចនិងពណ៌ខ្មៅអញ្ចឹងដៃវាស្រាប់តែជាប្រភេទដៃថ្មីដៃថ្មីបងប្អូនណាអញ្ចឹងនេះខ្ញុំនឹងរៀបចំទៅឲ្យបងដែលគាត់នៅខាងកំពតនេះបងប្អូនណានេះខ្ញុំចង់បង្ហាញនេះអញ្ចឹងបើសិន game វាមានតែប៉ុណ្្នេះបងប្អូនហើយយើងយកទៅដោតជាមួយនឹងទូរទស្សន៍របស់យើងដោតគឺងាយបងប្អូននេះឈប់ខ្ញុំដោតវាផ្សេងទៅណាបងប្អូនហើយរបៀបនៃការតម្លើងយើងគ្រាន់តែយកតេឡេទូរទស្សន៍យើងណាចុចផ្លឹបមកគឺវាចាញ់ភ្លាមហើយអា HDMI នេះឈប់មានចេញតេឡេខ្ញុំអូខេនេះ HDMI មកគឺចាញ់តែម្ដងឃើញទេបងប្អូនមកសុំថ្មអញ្ចឹងថ្មវាគឺជាប្រភេទថ្មបែបកូនតូចតេឡេមិនសិនជាបែបនេះជុំខ្ញុំជ្រេដៃឲ្យស្អាតបន្តិចអញ្ចឹងបងប្អូនយើងធ្វើការបើកមកអញ្ចឹងរាល់អីវ៉ាន់ទាំងអស់គឺខ្ញុំសិតតែធ្វើការតេស្តទៅមុននឹងដាក់ឲ្យបងថាតើដៃវាដើរអត់មិនសិនវាដើរអត់អីអត់ដើរគឺជំរាបមិនដើរស្មូតចឹងទៀតណាបងប្អូននេះអញ្ចឹងនេះបងប្អូនសម្រាប់ X9 Pro នៅតែបន្តលក់ដាច់ដោយសារអត់ទាន់មាន game stick ថ្មីមកដល់ទេអញ្ចឹងប្រភេទនេះវាចេញតាំងពីចុងខែ9ខែ10 2024ណាចឹងវាអត់ទាន់ចេញសម្រាប់2025ទេហ្គេមមួយជួនកាលហ្គេមខ្លះចេញឡើង3ឆ្នាំអីព្រោះអីវាអត់មានអ្វីដែលផ្លាយជាងនឹងមិនមានអ្វីដែលផ្លាយជាងនឹងគឺខ្ញុំយកមកតែម្ដងវាមានហ្គេមខ្លះវាតម្រង់វាដូចតែគ្នាអញ្ចឹងណាអញ្ចឹងខ្ញុំអត់យកមកទេខ្ញុំយកអាអ្វីដែលមើលទៅដាច់ពីគ្នាផងហ្មងអញ្ចឹងនៅក្នុងនេះដែរគឺហ្គេមវាមានរហូតទៅដល់ 30000 ហ្គេមជាង 30000 ហ្គេមជាងនេះបងប្អូនអាចមើលនៅកន្លែងលេខនេះឃើញលេខរហូតដល់ 30000 ហ្គេមទេតែ 30000 ហ្គេមនោះវាសិតតែប្រភេទហ្គេមចាស់ហ្វាល់តូចផងវាមានទាំងហ្វាល់ធំផងអញ្ចឹងយើងមកមើលកលេចមក file PSP នេះគេហៅថា PlayStation Portable អញ្ចឹងប្រភេទហ្នឹងវាមាន game នេះ God of War 2 វគ្គសម្រាប់បងដែលគាត់ចូលចិត្តលេងប្រភេទ game ផ្សងព្រេងនេះ God of War នេះអញ្ចឹង Mechanic បែបវាយគ្នា Grand Theft Auto ហ្នឹងយើងហៅថា GTA ចំនួនមុនណាយើងឥឡូវខ្ញុំនឹងហៅ GTA ដែរតែពាក់ Vice City ក្រោយមកទៀតនេះវាមាន game អីផ្សេងៗទៀតទៅអញ្ចឹងបងប្អូនមើលទៅឆ្លាញ់ពេញចិត្តលេងមួយណាហើយប្រភេទ FIFA game មានប្រភេទប្រភេទបាល់ទាត់គឺមានប្រភេទ PES នេះបងប្អូនណាអញ្ចឹងខ្ញុំអត់បានសម្រេចចូលទេព្រោះខ្ញុំអត់សូវចេះលេងអញ្ចឹងសម្រាប់ PlayStation ភាគច្រើនវាមាន PlayStation 1អញ្ចឹងក្នុងនេះសិតតែ game PlayStation 1ទាំងអស់ក្នុងហ្នឹងណាចំនួន3ក្បាល1999និង2000អញ្ចឹងនេះបងប្អូនណា PlayStation 1ច្រើននៅក្នុងហ្នឹងអញ្ចឹង game នេះរហូតដល់ Chocobo ណាបណ្ដាំងកូនទាបងប្អូនបណ្ដាំងកូនទាអញ្ចឹងទៅមានបាញ់នេះ Siphon Filter នេះអញ្ចឹងវាមានខ្ញុំបញ្ចូលឲ្យហ្មងសម្រាប់ game file ដូចជាសេរីពាក់មួកខ្ញុំអត់ដឹងថាវានៅក្នុង folder menu នឹង item មួយណាអញ្ចឹងខ្ញុំធ្វើការ search ឈ្មោះវាដូចជា Dinosaur ឈប់អត់ទេខ្ញុំវាយកាត់ហ្មងខ្ញុំដាក់ទៅ Case Deluxe មក Case Deluxe នេះអញ្ចឹងនេះបងប្អូនចាំឈ្មោះ game ហ្នឹងហើយយើងធ្វើការ search ទៅបានដែរបងប្អូន search ឈ្មោះ game មកអញ្ចឹងងាយដោយសារ game វាច្រើននេះឃើញទេ Case Deluxe game ពាក់មួកនេះហៅពាក់មួកអញ្ចឹងខ្ញុំធ្វើអត់បង្ហាញទេបងប្អូនណាខ្ញុំទៅចូលបង្ហាញ game ផ្សេងនេះដូចជាទូដាក់កាក់នេះបងប្អូនដែលគាត់យកទៅគាត់ថារទូដាក់កាក់ឃើញនេះនៅ Neo Geo ហ្នឹងបងកលេចមកនេះឃើញទេ Metal Slug មក folder របស់វាហ្មងវាដាច់អត់មានញ៉ៃពីគេ folder វាបងមើលឃើញទេមាន game Metal Slug រហូតដល់version X នេះតោះណា King Fighter នេះឃើញទេ King Fighter មក folder វាហ្មងមានតាំងពីឆ្នាំ94មានតែ edit មានណាមិន edit អញ្ចឹងណាបងប្អូនលេងទៅរហូតដល់2003ធម្មតាវាមានជន់គ្នាversion ខ្លះយើងចូលចិត្តលេងវា super បែបចូលអីចឹងទៅបងប្អូនណាចំណាយណាលេងហ្នឹងទៅហើយ game ប្រភេទផ្សេងទូដាក់កាក់ចាក់កាសែតមានទាំងអស់សរុបវា 30000 game ហើយវិធីដោតគឺងាយគឺតាមតាមរុន HDMI ដោតភ្លាមលេងបានភ្លាមអត់មានតែកាក់ internet wifi អីទាំងអស់មកជួបទៀតគឺ$57ខ្ញុំ free សេវាដឹក57ខ្ញុំ free សេវាដឹកដៃមានច្រើនពណ៌ប្រភេទដៃអានេះគឺជាប្រភេទថ្មីសម្រាប់ដៃវាអាពណ៌នេះខ្ញុំមិចពណ៌ឲ្យបានណាបងប្អូនណាទឹកក្រូចខ្មៅអាមិនដូចគ្នាតែផ្សេងគឺមិនបានទេបងប្អូនសម្រាប់នេះគឺវាមិនបានអញ្ចឹងអរគុណច្រើនខ្ញុំនឹងរៀបទៅផ្ញើលinkនេះស្អែកដល់សម្រាប់ខេត្តបើនៅពេញចាំទូទាត់ជាមួយនឹងអ្នកដឹកខ្ញុំអរគុណច្រើនមួយទៀតចង់ប្រាប់ថាបងប្អូនណាដែលគាត់មានប្រភេទទូរទស្សន៍ដែលទំហំវាធំលើ50អ៊ីងសូមធ្វើការទិញជាមួយនឹងប្រភេទខ្សែ HDMI ខាងក្រៅតែប្រហែលខ្ញុំ1ម៉ែត្រខ្ញុំលក់ឲ្យបងប្អូនខ្ញុំអតិជនខ្ញុំគឺត្រឹមតែ$2បើសិនជាទិញគេក្រៅអាចលើហ្នឹងតែខ្ញុំលក់ឲ្យភ្ញៀវអាចគឺត្រឹមតែ$2ណាបងប្អូនណាហើយបើយកទៅ59 free ដឹកអាហ្នឹងសម្រាប់បងប្អូនដែលគាត់មានទូរទស្សន៍ដែលទំហំខ្សែវាទំហំខ្សែវាធំហ្នឹងថែមទៀតព្រោះនៅក្នុង set របស់វាអាយ៉ាខ្សែខ្ញុំវាខ្លីតែប៉ុណ្្នេះហ្នឹងអញ្ចឹងវាអាម៉ាស៊ីនវានោះវាធ្វើឲ្យបាំងបងប្អូនអញ្ចឹងយើងទិញអា ខ្សែ HDMI របស់វានេះ5 ម៉ែត្រទៅដើម្បីដាក់សញ្ជុំម៉ាស៊ីនឲ្យចុះទៅវិញខ្ញុំប្រើចាំដែរអរគុណណា